ឲ្យបងប្អូនមើលទេសភាពក៏ដូចជាភ្នំទេសភាពភ្នំពីមួយរដូវទៅមួយរដូវគឺភ្នំគឺវាប្រែប្រួលខ្លាំងមែនទែននៅមានរដូវមួយទៀតគឺរដូវស្លឹកឈើលើសអានឹងចុងខែ4គឺខ្ញុំអត់បានថតទុកអានេះគឺរដូវនៅខែ4ទេរដូវធ្លាក់ទឹកកកខែ3ខែ4គឺទេសភាពគឺឃើញតែទឹកកកទេនេះអានេះគឺចុងខែ4ហើយយើងសង្កេតមើលតាមកញ្ច្រាំងគឺអត់មានព្រិលទេប៉ុន្តែនៅលើភ្នំគឺព្រិលអត់ទាន់លេចអស់ទេអានេះគឺចាប់ផ្ដើមចូលដល់ខែ5គឺយើងចាប់ដើមឃើញទឹកកកលលាយអស់ហើយអានេះគឺទេសភាពនៅខែ5ថ្ងៃនេះគឺជាថ្ងៃសម្រាប់ដូច្នេះហើយខ្ញុំបានទៅឡើងភ្នំថ្ងៃនេះគឺជាថ្ងៃទីម៉ាននេះផ្លេចបាទថ្ងៃទី24ខែ5ហ្នឹងហើយខ្ញុំបានទៅឡើងភ្នំនេះឈ្មោះថាយ៉ាហ៊ីកូចង់ឲ្យបងប្អូនមើលទេសភាពខ្លះនៅលើភ្នំអានេះគឺជាចកេះភ្នំគឺជាផ្លូវដែលយើងឡើងភ្នំយើងឃើញថាតាមផ្លូវគឺគេមានតុបតែងសសរធូរីដែលវាស៊ីគ្នាជាមួយនឹងព្រៃឈើដ៏សឡូនរបស់គេឃើញថាព្រៃឈើស្អាតមែនទែនចឹងហើយបងប្អូនយើងបើមានដីទំនេរគួរតែដាំដើមឈើគឺដើមឈើស្អាតមែនទែនគឺខ្ញុំមានកម្រងដាំដើមឈើកាលពីខ្ញុំនៅថៃគឺខ្ញុំឃើញកសិករថៃគេដាំតាមភ្លឺស្រែគឺថៃគេមានការដាំដើមឈើច្រើនជាងយើងចឹងហើយយើងគួរតែចាប់ដើមយើងហៅថាបណ្ដុះគំនិតដាំដើមឈើឬក៏យើងហៅថាសងព្រៃឈើទៅឲ្យប្រទេសវិញចឹងណាព្រោះព្រៃឈើរបស់យើងគឺឃើញថាបាត់បង់ច្រើនមែនទែនគឺទេសភាពគឺស្អាតមែនទែនអានេះគឺខ្ញុំឡើងតែម្នាក់ឯងទេកាលពីប្រហែលខែមុនគឺខ្ញុំធ្លាប់បានឡើងម្ដងកាលពីដើមរដូវស្លឹកឈើជ្រុះគឺទេសភាពស្អាតមែនទែនឃើញថាអានឹងដល់ពេលរដូវស្លឹកឈើលឿសយើងឃើញតែពួកបៃតងពេញព្រៃហ្នឹងឯងប៉ុន្តែមករដូវស្លឹកឈើជ្រុះអាចលឿសដបងហ្នឹងគឺយើងឃើញទេសភាពពណ៌ប្លែកទៅមួយយ៉ាងទៅនេះគឺព្រៃគេគឺខៀវស្ងាត់បងប្អូនឃើញមនុស្សដើរមកលឹមអត់គឺខ្ពស់នៅភ្នំនេះឡើងជិត2 ម៉ោងដែរឡើងទៅគឺសុំសរសើរអ្នកធ្វើផ្លូវឡើងតែគេធ្វើគេបានប្រយោជន៍ដែរគេបើកភុយនិធានបើកយើងហៅថាកន្លែងលក់អីវ៉ាន់លើហ្នឹងគេអាចទាញចំណូលបានចឹងហើយអ្នកឡើងក៏មានប្រយោជន៍ទៀតបីដូចជាការហាត់ប្រាណចឹងហើយហត់វាជួយយើងដេកលក់ស្រួលការចងចាំយើងល្អធ្វើយើងបាត់ stress យើងបាននៅជាមួយព្រៃឈើបានបញ្ចេញជាតិពុលឡើងគឺហត់មែនតើបែកញើសខ្ចាយវិញហ្នឹងឯងវិជាការហាត់ប្រាណល្អមួយហើយប្រជាជនជប៉ុនទាំងចាស់ទាំងក្មេងគឺគេចូលចិត្តឡើងភ្នំមែនទែនចាស់ក៏អាយុ60 70ហើយគឺអាចឡើងភ្នំរួចគឺខ្ញុំសូមសរសើរមែនទែននេះគឺជាវីដេអូខ្ញុំថតកាត់ទេឲ្យបងប្អូនមើលផ្លូវឡើងគឺអត់ស្រួលទេផ្លូវរកឹបប្រកបមែនទែនបើថាយើងប្រហែលគឺដួល3ក្បាលជង្គង់ហ្មងមានតែថ្មឈើមានតែទៅភាគច្រើនគឺថ្មហ្មងគឺប៉ុន្តែការនៅជប៉ុនបើអត់បានឡើងភ្នំនេះគឺជារឿងមួយដែលគួរឲ្យស្ដាយមែនទែនវាគឺជាបទពិសោធន៍ដ៏ល្អមួយអានេះគឺខ្ញុំទៅដល់កំពូលហើយមើលលបងពីនេះគាត់នៅលើកំពូលភ្នំអាចហត់ចងប់គាត់រត់ហាត់ប្រាណលើកំពូលភ្នំអានេះគឺសសរធូរីនៅលើកំពូលភ្នំគេថាមានវិហារប៉ុន្តែពេលខ្ញុំឡើងទៅគឺអត់មានទេវិហារចាស់ហើយជាវិហារចាស់នេះគឺបរិវេណវិហារតែអត់មានរូបរាងជាវិហារទេមានតែសសរធូរីចឹងហើយខ្ញុំបានអានសភៅមួយរបស់ជនជាតិជប៉ុនគេថាបើយើងធ្វើបុណ្យឲ្យទៅធ្វើបុណ្យនៅកន្លែងណាដែលស្ងាត់បានបុណ្យច្រើនចឹងហើយយើងត្រូវតែធ្វើការគោរព2 ដងហើយយើងដាក់លុយចូលហើយយើងទះដៃ4 ដងអ្នកខ្លះគេទះ2 ដងហើយយើងធ្វើការអធិដ្ឋានទៅធ្វើអធិដ្ឋានចង់អធិដ្ឋានមិនក៏រឿងរបស់យើងចង់មានលុយមានកាក់មានឡានមានអីវាស្រេចតែយើងទៅចឹងហើយខ្ញុំដាក់លុយហើយខ្ញុំមិនណាគេថតឲ្យទេអានេះគឺខ្ញុំដាក់តាំងទូរស័ព្ទថតខ្លួនឯងទេគឺដូចខ្ញុំនិយាយពីដើមហើយគឺខ្ញុំឡើងតាមម្នាក់ឯងទេ
อันนี้คืออองแต่เป็นของปนขึ้นสลับไว้อันนี้อองแต่วิชิว HM นิกาตะยังมือตัวเวียสไรลงระเบยอันนี้ก็ไล่นักเกจีมือแต่สเพียบคำบอกนี่ก็จีผู้ยิทานก็ไล่นักเกหลวงระบายำแต่ยมในสารยมหอบไอ้ใจอะไรก็ยมมันติงเตยมลางมันลางคือยมดักอังใจอะไรนี่ก็จีผู้ยิทานก็ไล่หลวงระบายำจังไงก็ไอเตียนจำนวนบาทนี่ก็จีมันเนี้ยตาผมเปิดรอยเย็นเต